ហើយអ្វីបានជាការគេងធ្វើឲ្យកុំហាប់ឈាមកើនឡើង សួស្តីខ្ញុំវិជ្ជាបណ្ឌិតនិតប៊ុនតងយីជំនាញជំងឺទូទៅគេងអត់ធ្វើអីផងបាត់ជាទឹកដែរប៉ុន្តែគឺបាត់តាមរយៈទឹកនោមបែកញើសនិងការដកដង្ហើមនេះខ្យល់ដង្ហើមហ្នឹងមានទឹកដែរលោកគ្រូមានបើមិនជឿទេទៅដកដង្ហើមមកកញ្ចក់ទៅបាទឃើញសាមហើយអញ្ចឹងពេលដែលខ្វះជាតិទឹកបូកជាមួយនឹងការធ្លាក់ចុះនៃសីតុណ្ហភាពនៅក្នុងខ្លួនយើងពេលគេងណាព្រោះអាចនឹងចុះ1ទៅ2អង្សាអាហ្នឹងឯងធ្វើឲ្យភាពខាប់នៃឈាមរបស់យើងហ្នឹងកើនឡើងហើយវាធ្វើឲ្យសម្ពាធឈាមរបស់យើងហ្នឹងក៏កើនឡើងដែរដល់ពេលអញ្ចឹងវាធ្វើឲ្យអារម្មណ៍របស់យើងនេះគឺអត់សោះថ្លាយនៅពេលដែលយើងក្រោកពីគេងអញ្ចឹងនៅពេលដែលមុនចូលគេងត្រូវផ្សើមកតិចផងហើយបើពេលងើបពីគេងកុំភ្លេចបាទទទួលទានទឹកហើយបើកាន់តែល្អណាផឹកទឹកដែលមានអ៊ីយ៉ុង បំពេញជាតិទឹកឲ្យបានត្រឹមត្រូវជាមួយអ៊ីយ៉ុង